សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថានៅព្រឹកថ្ងៃអាទិត្យទី17ខែឧសភាឆ្នាំ2026វេលាម៉ោង9ក្រុមអ្នកសម្របសម្រួលនៃព្រះរាជាណាចក្រកម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន Home AOT ហ្វីលីពីនដើម្បីចុះសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិសិលាខ្មែរឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែលជាទីតាំងប្រជាពលរដ្ឋកម្ពុជាបង្កបង្កើនផលនិងអាស្រ័យផលជាយូរណាស់មកហើយនិងជាទីតាំងដែលកម្ពុជាបន្តកាន់កាប់ក្រោយបទឈប់បាញ់បន្ទាន់រវាងកម្ពុជានិងថៃបានចូលជាធរមានចាប់តាំងពីវេលាម៉ោង12ថ្ងៃទី27ខែធ្នូឆ្នាំ2025មកម្លេះនិងធ្វើការពិនិត្យលើការគោរពនិងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរឆ្លៀតក្នុងឱកាសនេះភាគីកម្ពុជាសូមបញ្ជាក់សារជាថ្មីនៅជំហរមិនងាករេរបស់ខ្លួនថាការងារវាស់វែងនិងខណ្ឌសីមាលើដីជាក់ស្ដែងជាសមត្ថកិច្ចដាច់មុខរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ក្នុងន័យនេះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរួមទាំងយោធាក៏ដូចជាអាជ្ញាធរមូលដ្ឋានពុំមានសមត្ថកិច្ចចង្អុលបង្ហាញខ្សែព្រំដែននៅលើដីជាក់ស្ដែងនោះទេការងារផ្ទៀងផ្ទាត់និងបញ្ជាក់ខ្សែព្រំដែនអន្តរជាតិនៃប្រទេសទាំងពីរនៅលើដីជាក់ស្ដែងគឺជាសមត្ថកិច្ចរបស់ក្រុមវាស់វែងចម្រុះ JSTS ដែលស្ថិតនៅក្រោមរចនាសម្ព័ន្ធរបស់គណៈកម្មការ JBC នៃភាគីទាំងពីរភាគីកម្ពុជាតែងតែបញ្ជាក់ជំហរមិនទទួលស្គាល់ដាច់ខាតនៅការកែប្រែខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលផ្ទុយពីអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីដែលជាលទ្ធផលការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិនសៀមកំណត់ហេតុកិច្ចប្រជុំនិងកំណត់ហេតុបោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិនសៀមកំណត់ហេតុរបស់គណៈកម្មការ JBC MOU 2000និង TOR 2003ជាដើមលើសពីនេះភាគីកម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាតនៅការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងទាំងពេលកន្លងមក